ngày nay con pol về là màu mặc con về pi rồi nè chiếc ngọt tụi nó sò buồn nè mềm chia ca về từ lẽ vụt xong cho chanh nơi từ xa tầm mòn dừng chẳng bàn buồn nè nó sò vào màn chui đuôi từ lục bùa sự cướp bàn nó về này vô nè từ cướp vô màu thái toam ở đây hỏi nâng ra tiêm tụi nó này nó sò mê với buồn nè từ lẽ vụt xong cho chanh ngày này ngọt chả nè xiêm ngọt chả này khang xì skate មកឆោយបងប្អូននៅពេលដែលបងប្អូនបានស្ដាប់នៅព័ត៌មានមួយហ្នឹងតើបងប្អូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្តនៅជឿជាក់ថាទឹកដីកម្ពុជាត្រូវកងទ័ពរបស់ខ្មែរយើងនេះឈរការពារយ៉ាងរឹងមាំហើយឬនៅជឿថាកងទ័ពរបស់កម្ពុជានេះបានបណ្ដេញពួកអាចោរសៀមនេះចេញពីដីកម្ពុជាដែរឬអត់អញ្ចឹងក្នុងសម្ដីដែលបាននិយាយក្នុងសម្លេងមួយនេះខ្ញុំសូមអត់បង្ហាញមុខមាត់គាត់ទេត្រឹមដឹងថាគាត់គឺជាមនុស្សម្នាក់ដែលមានអំណាចតែប៉ុណ្្នឹងទៅហើយគាត់បានសរសេរ caption នៅខាងលើហ្នឹងគាត់សរសេរថានៅតំបន់ទិសប្រាសាទតាមាន់នេះទាហានពួកសៀមបានស្លាប់ជាង200នាក់បានស្លាប់ជាង200នាក់ហើយមានមេបញ្ជាការ4នាក់សុំចោះចាញ់ខ្ញុំសូមនិយាយម្ដងទៀតណានៅទិសប្រាសាទតាមាន់គឺទាហានសៀមស្លាប់ជាង200នាក់ស្លាប់ជាង200នាក់ហើយមេបញ្ជាការរបស់សៀម4នាក់ទម្លាក់អាវុធសុំចោះចាញ់ទ័ពកម្ពុជាណាទ័ពកម្ពុជាអញ្ចឹងនៅពេលដែលបងប្អូនបានស្ដាប់សំណេរក៏ដូចជាសំឡេងមួយនឹងតើបងប្អូនជឿទៅលើសារព័ត៌មានរបស់ខ្ញុំអត់ជឿទៅលើវីដេអូរបស់ខ្ញុំអត់ខ្ញុំទទួលស្គាល់ណាបងប្អូនថាការនិយាយរបស់ខ្ញុំពេលខ្លះវាអត់លម្អិតទេពេលខ្លះវាអត់សូវជាមានក្បាលមានកតុយទេប៉ុន្តែព័ត៌មានដែលខ្ញុំយកមកចែកជូនដល់បងប្អូនបានស្ដាប់គឺសុទ្ធសឹងតែជាព័ត៌មានពិតបងប្អូនព័ត៌មានពិតហើយព័ត៌មានដែលខ្ញុំបានចោះផ្សាយភាគច្រើនគឺកងទ័ពជួរមុខតែម្ដងបើសិនជាខ្ញុំបាទនេះនិយាយព័ត៌មានទៅមិនពិតមិនច្បាស់លាស់គឺបងប្អូនប្រហែលជាជេរខ្ញុំច្រើនហើយប៉ុន្តែឥឡូវនេះគឺអត់មានទេបងប្អូនចូលទៅមើលទៅអត់មានបងប្អូនយើងជេរខ្ញុំមានតែសរសើរខ្ញុំថែមហើយ Subscribe របស់ខ្ញុំក៏កាន់តែឡើងទៀតណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងជឿជាក់មកលើការផ្សាយព័ត៌មានដែលខ្ញុំផ្សាយទៅឲ្យបងប្អូនបានស្ដាប់ក្នុងស្រុកនិងក្រៅស្រុកអញ្ចឹងខ្ញុំនឹងមកឆ្លើយនៅសំណួររបស់បងប្អូនមួយសំណួរដែលគាត់បានសួរថាតើភ្នំត្រប់ហ្នឹងត្រូវពួកអាសៀមហ្នឹងវាកាន់កាប់ពិតមែនឬអត់ណាអញ្ចឹងខ្ញុំសូមឆ្លើយទៅបងប្អូនបន្តិចណាបងប្អូនសាកគិតមើលចេះណានៅថ្ងៃទី8ទី9ទី10 11ខែធ្នូឆ្នាំ2025នេះគឺសង្គ្រាមផ្ទុះខ្លាំងណាស់គឺខ្លាំងជាងនៅថ្ងៃទី24កក្កដាឆ្នាំ2025ហ្នឹងរហូតទៅដល់5ដងឯណោះបងប្អូននៅតែពួកអាសៀមនឹងវាធ្វើអីកម្ពុជាមិនបែកនៅតែពួកអាសៀមនឹងដណ្ដើមយកដីខ្មែរអត់បាននៅតែទ័ពកម្ពុជានេះបណ្ដេញទ័ពពួកអាសៀមនឹងចេញពីទឹកដីរបស់ខ្មែរបានហើយចោះបងប្អូនគិតមើលនៅថ្ងៃទី24កក្កដាហ្នឹងគឺសង្គ្រាមនឹងមិនធំដូចនៅថ្ងៃទី7 8 9ធ្នូ2025នឹងទេណាអញ្ចឹងពលគឺទ័ពរបស់សៀមនេះវាគ្មានគីឡូអីដែលអាចទៅជន់នៅលើភ្នំត្រប់បានទេវាអត់មានសមត្ថភាពអីទៅដណ្ដើមយកភ្នំត្រប់នឹងបានទេហើយមូលហេតុណាមូលហេតុដែលពួកអាសៀមនេះវាមានឱកាសក្នុងការទៅដោតទង់ជាតិនៅលើភ្នំត្រប់ហ្នឹងដោយសារតែអញ្ចេះបងប្អូនខ្ញុំប្រាប់ឲ្យអស់ជប់លាក់តែម្ដងបន្ទាប់អំពីមានបទឈប់បាញ់មកបងប្អូនបន្ទាប់អំពីមានបទឈប់បាញ់នៅថ្ងៃទី29កក្កដាឆ្នាំ2025ហ្នឹងបន្ទាប់អំពីមានបទឈប់បាញ់ហ្នឹងមកគឺប្រទេសកម្ពុជានេះក៏បានគេហៅថាទម្លាក់អាវុធចោះធម្មតាទេតែមានបទឈប់បាញ់គឺយើងតែងតែទម្លាក់អាវុធចោះហើយបន្ទាប់ពីមានការទម្លាក់អាវុធចោះហើយខាងពួកអាសៀមនេះគឺវាលេងខូចវាបានរាយបលាលួសបងប្អូនវាបានរៀបបលាលួសតាមបណ្ដាភ្នំតាមបណ្ដាព្រំដែនរបស់កម្ពុជាក៏ដូចជាប្រាសាទតាមាន់ហ្នឹងគឺវាបានរាយប្រឡាលួសដោយបងប្អូនបានឃើញមួយរយៈមុនដែលគេបានចោះផ្សាយហ្នឹងគឺពួកអាសៀមហ្នឹងវាបានរាយបលាលួសអញ្ចឹងក្នុងការរាយបលាលួសហ្នឹងក៏វាបានរាយបលាលួសនៅតំបន់ភ្នំត្រប់ពេលនោះឯងហើយបងប្អូនតែងតែឆ្ងល់ថាចោះហេតុអីបានជាតបកម្ពុជាមិនមានវិធានការទប់ស្កាត់ណាអញ្ចឹងដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងថាពេល
ពេលហ្នឹងគឺកម្ពុជាគោរពនៅបទឆប់បាញ់អញ្ចឹងយើងអត់អាចទៅធ្វើសង្គ្រាមបាញ់បោះទៅលើគេបានទេយើងអត់អាចធ្វើអញ្ចឹងបានទេណាយើងមានតែទាញយកបលាលួសនឹងចេញអញ្ចឹងឯងមានតែប៉ុណ្្នឹងទេប៉ុន្តែដោយសារតែអាសៀមនេះវាធម្មតាទេបងប្អូនអ្នកដាក់ហើយនឹងអ្នកដកវាខុសគ្នាអញ្ចឹងណាដោយសារតែអាសៀមវាដាក់ច្រើនអញ្ចឹងហើយជាហេតុវាមានឱកាសក្នុងការឡើងត្រួតត្រានៅលើភ្នំត្រប់ហើយសួរថាអញ្ចឹងតើកំឡុងពេលហ្នឹងហេតុអីមករដ្ឋាភិបាលរបស់យើងមិនទាន់មានវិធានការចាត់ចែងទៅលើរឿងហ្នឹងមូលហេតុដោយសារតែអញ្ចឹងបងប្អូនកម្ពុជារបស់យើងណាក៏ដូចជានាយករដ្ឋមន្ត្រីរបស់យើងគឺកំពុងតែធ្វើការងារការទូតអញ្ចឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេអត់និយាយស៊ីជម្រៅទេអញ្ចឹងធ្វើសង្គ្រាមបងប្អូនខ្ញុំសូមបញ្ជាក់បន្តិចធ្វើសង្គ្រាមមាន2ការឈ្នះហ្នឹងមាន2ទី1គឺឈ្នះទឹកដីទី2គឺឈ្នះការទូតណាឈ្នះការទូតបើអ្នកឯងឈ្នះទឹកដីហើយប៉ុន្តែមិនឈ្នះការទូតក៏អ្នកឯងចាញ់សង្គ្រាមមួយនឹងដែរអានេះខ្ញុំបញ្ជាក់ពីនឹងហើយខ្ញុំអត់សុំនិយាយលម្អិតចំណុចពីនឹងទេណាមួយទៀតមូលហេតុដែលយោធារបស់កម្ពុជាយើងនេះមិនចោះផ្សាយអំពីភ្នំត្រប់ស្ថានភាពភ្នំត្រប់នឹងយ៉ាងម៉េចដោយសារតែមូលហេតុនឹងដោយសារតែគេដឹងថាសង្គ្រាមនឹងមិនទាន់ចប់ទេសង្គ្រាមនឹងនៅមានបន្តទៀតអត់ទាន់ចប់ត្រឹមនឹងទេដោយពាក្យចាស់លោកពោលថាសង្គ្រាមមិនទាន់ចប់มันអាចរាប់សពទាហានបានទេហេតុផលទាំងអស់ហ្នឹងហើយបានជាព័ត៌មានក្រសួងគឺគេអត់ទាន់ចោះផ្សាយអំពីស្ថានភាពភ្នំត្រប់ក៏ដូចជាតំបន់ផ្សេងហ្នឹងបែបច្បាស់លាស់ទេណានេះជាហេតុផលទាំងអស់តែខ្ញុំលាក់ទុកយូរហើយខ្ញុំដឹងព័ត៌មានទាំងអស់ហ្នឹងយូរហើយប៉ុន្តែខ្ញុំអត់ទាន់ហ៊ានបង្ហាញប៉ុន្តែឥឡូវនេះគឺវាយូរមកហើយមែនទេរឿងវាយូរមកហើយ 3-4 ខែទៅហើយអញ្ចឹងបើសិនជាខ្ញុំបង្ហាញក៏វាគ្មានអីត្រូវជាអត់កំបាំងដែរហើយខ្ញុំសង្ឃឹមថាបងប្អូនបន្ទាប់អំពីស្ដាប់នៅរឿងហេតុទាំងអស់នេះហើយខ្ញុំសង្ឃឹមថាបងប្អូនលែងមានចម្ងល់ឆ្ងល់ណាលែងមានចម្ងល់ឆ្ងល់ហើយបងប្អូនគិតទៅថាពាក្យសម្ដីដែលខ្ញុំនិយាយហ្នឹងវាសមហេតុផលអត់ណាវាសមហេតុផលអត់ព្រោះដោយសារតែបងប្អូនគិតមើលទៅសង្គ្រាមឥឡូវនេះគឺសៀមវាវាយយើងអត់បាយទេវាវាយអត់បាយទេអញ្ចឹងបើយើងសម័យទៅអាពីមុនវិញអានោះហត់តែគ្មានសង្ឃឹមថាវាយកម្ពុជាបាយដែរណាអញ្ចឹងហ្នឹងហើយបងប្អូននេះគឺជាព័ត៌មានថ្ងៃនេះហើយខ្ញុំនឹងចូលទៅដល់ព័ត៌មានមួយទៀតណាព័ត៌មានមួយទៀតគឺខ្ញុំនិយាយអំពីស្ថានភាពបណ្ដាព្រំដែននៅថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 8:14 នាទីណាគឺស្ថានភាពឥឡូវនេះគឺមានតំបន់ខ្លះគឺស្ងប់ស្ងាត់ណាស់ស្ងប់ស្ងាត់ប៉ុន្តែនៅមានតំបន់ខ្លះទៀតអត់ទាន់ស្ងប់ស្ងាត់ទេនៅមានតំបន់ខ្លះទៀតគឺពួកអាសៀមនឹងវាបានផ្លោងគ្រាប់ចូលមកក្នុងដីរបស់កម្ពុជាអញ្ចឹងបានខ្ញុំតែងតែប្រាប់បងប្អូនថាកុំទុកចិត្តពួកអាចោសៀមនឹងទុកចិត្តពួកអាចោសៀមយើងទុកចិត្តឆ្កែវិញណាបើទុកចិត្តអាចោសៀមនឹងយើងសុខចិត្តទុកចិត្តឆ្កែវិញគឺវាល្អជាងទុកចិត្តពួកអាចោមកទៀតហ្នឹងអានេះខ្ញុំនិយាយមែនណាបងប្អូនពួកអាចោសៀមនឹងគឺយើងអាចទុកចិត្តវាបានទេណាយើងអាចទុកចិត្តវាបានទេហើយបងប្អូនកុំអាលសប្បាយចិត្តណាកុំអាលសប្បាយចិត្តខ្លាំងពេករឿងដែលលោកអនុទានដែលជានាយករដ្ឋមន្ត្រីរបស់ថៃនឹងលាលែងពីតំណែងណាលាលែងពីតំណែងបងប្អូនកុំអាលសប្បាយចិត្តពេកដោយសារតែអញ្ចឹងបងប្អូនអំណាចទាំងអស់មិនមែនស្ថិតនៅលើនាយករដ្ឋមន្ត្រីរបស់ថៃលោកអនុទាននឹងទេអំណាចទាំងអស់គឺស្ថិតនៅលើស្ដេចថៃលោកអនុទានគ្រាន់តែជាក្តារអុករបស់ស្ដេចថៃប៉ុណ្ណឹងទេគ្រាន់តែជាកូនអុកដែរស្ដេចថៃនឹងបានបជាតែប៉ុណ្្នឹងទេណាអញ្ចឹងបងប្អូនកុំអាលសប្បាយចិត្តព្រោះថាតតែអាស្ដេចថៃនឹងវាងាប់បើសិនជាវាងាប់អានឹងបងប្អូនសប្បាយចិត្តចោះព្រោះអាស្ដេចថៃនឹងវាជាអ្នកនៅពីក្រោយក្នុងនៃរឿងរ៉ាវទាំងអស់នៃសង្គ្រាមមួយនឹងបងប្អូនអញ្ចឹងដូចខ្ញុំបានបញ្ជាក់បងប្អូនបន្តិចដោយសារតែអញ្ចឹងមូលហេតុដែលអាស្ដេចថៃនឹងវាចង់បានដីខ្មែរដោយសារតែខ្ញុំបានអានសភៅចំស្រាវជ្រាវចំគឺអញ្ចឹងថៃគឺវាមានទំនៀមទម្លាប់មួយគឺជាទំនៀមទម្លាប់ចោលទំនៀមទម្លាប់យ៉ាងម៉េចថារកស្ដេចរបស់វាពីម្នាក់ទៅម្នាក់ពីម្នាក់ទៅម្នាក់ដើម្បីបង្កើតកេរ្តិ៍ឈ្មោះដើម្បីគេហៅថាប្រវត្តិសាស្ត្រ
គាត់ត្រាទុកអំពីកេរឈ្មោះរបស់វាគឺត្រូវតែលួចដីគេត្រូវតែឈ្លានពានដីគេណាអានេះគឺរឿងពិតបងប្អូនអាចទៅស្រាវជ្រាវអំពីស្ដេចរបស់វាបានពីម្នាក់ទៅម្នាក់បានគឺស្ដេចរបស់វាគឺបែបហ្នឹងដើម្បីមានកេរឈ្មោះល្អដើម្បីមានឥទ្ធិពលដើម្បីប្រវត្តិសាស្ត្រកត់ឈ្មោះអំពីរឿងល្អរបស់វាគឺត្រូវតែលួចដីខ្មែរឬមួយក៏ត្រូវតែលួចដីប្រទេសដទៃដែលជាប្រទេសដែលទុនខ្សោយជាងវាអានេះគឺជារឿងពិតតែម្ដងបងប្អូនអាចស្រាវជ្រាវបន្ថែមអញ្ចឹងហ្នឹងហើយបងប្អូនខ្ញុំបាទមានតែប៉ុណ្្នេះទេយប់មិញដេកបានតែប្រហែលម៉ោងទេដូចជា3ម៉ោងទេតាមដានរឿងជាតិខ្លាចប្រទេសជាតិហ្នឹងអត់មានសុខសន្តិភាពអញ្ចឹងក៏លេខមកវិញគឺស្ថានភាពព្រំដែនតាមម្ដាមួយចំនួនគឺរសារភាពស្ងប់ស្ងាត់ហើយនៅកន្លែងមួយចំនួនតូចគឺពួកអាស៊ាននឹងនៅតែផ្លោងក្របចោលផ្លោងក្របចូលដូចជាតំបន់អានសេះនៅថ្ងៃនៅវេលាម៉ោង6កន្លះហ្នឹងគឺគេផ្ដល់ព័ត៌មានថាពួកអាស៊ានហ្នឹងបានផ្លោងក្របចូលអញ្ចឹងណាខ្ញុំនិយាយរៀងវល់បន្តិចដោយសារតែអត់ទាន់បានមួយទឹកទេអញ្ចឹងណាបងប្អូនអញ្ចឹងហ្នឹងហើយបងប្អូនខ្ញុំបាទមានតែប៉ុណ្្នេះទេខ្ញុំបាទសូមខន្តីអធិស្ឋានរកពាក្យសម្ដីរបស់ខ្ញុំបាទបាននិយាយទៅក្រែងលោមានការលើលួសខ្វះខាតថយចំណុចណាសូមបងប្អូនខន្តីអធិស្ឋានពីសំណាក់ខ្ញុំបាទ Story BK សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ